អុកញ៉ាសតនប្រៃជាអិនកាលនៅថ្ងៃច័ន្ទខែអាសាឍឆ្នាំវកពុទ្ធសករាជ2403ត្រូវនឹងថ្ងៃទី22ខែកក្កដាឆ្នាំ1859នាស្រុកទន្លេធំក្នុងភូមិរកាកោងស្រុកមុខកំពូលខេត្តកណ្ដាលលោកមានមេដាឈ្មោះយាយមុំនិងបិតាឈ្មោះបញ្ជោងកែនៅពេលដែលមានអាយុ10ឆ្នាំលោកបានទៅសុំស្នាក់អាស្រ័យនៅក្នុងវត្តអារាមមួយកន្លែងដើម្បីសិក្សាអក្សរសាស្ត្រខ្មែរហើយនៅពេលដែលមានអាយុ15ឆ្នាំលោកក៏បានចេញរៀនបកប្រែព្រះបរិត្តហើយបួសជាសាមណេរនៅវត្តព្រែកពោធិ៍បួសបានមួយវស្សាលោកក៏បានសច្ចៈភេទពីសាមណេររួចទៅរៀនបន្តជាមួយនឹងលោកព្រះអាចារ្យពេជ្រនាស្រុកព្រះត្រពាំងលុះអាយុ18ឆ្នាំលោកក៏បន្តទៅរៀនជាមួយលោកអាចារ្យប្រាក់នៅឯវត្តដូណាឡោមនៃទីក្រុងភ្នំពេញមកដល់អាយុ19ឆ្នាំលោកបានទៅរៀននឹងលោកគ្រូអាចារ្យសុកនៅវត្តកែវនៃឯស្រុកខេត្តបាត់ដំបងអាយុបាន20ឆ្នាំគាត់បួសជាភិក្ខុនៅឯវត្តកែវបានមួយវស្សាគាត់ក៏បានលាព្រះគ្រូអ៊ុបបាត់ជាទៅរៀននៅឯទីក្រុងបាងកកប្រទេសសៀមទៅរៀននៅស្រុកសៀមបាន7ឆ្នាំក៏វិលត្រឡប់មកស្រុកខ្មែរវិញក្នុងសម័យអំណាចលោកព្រះចក្រយាកថាថនយុលលោកអញ្ញាសតនព្រាជាអិនបានមកស្នាក់នៅក្នុងវត្តកណ្ដាលស្រុកបាត់ដំបងប្រមាណជាង10វស្សាហើយក៏លិះចាកសិក្ខាបទមកមានភរិយានិងបុត្រនៅឯភូមិជ្វាធំលោកកថាថនឈុំក៏បានឲ្យងារលោកអញ្ញាសតនព្រាជាអិនជាទីលួងវិចិត្រវោហាហើយក៏បានចាត់ចែងឲ្យលោកប្រែបាលីជាសម្រាយដោយឲ្យលោកសម្រាយជាសៀវភៅខ្លះនិងចារនៅក្នុងស្លឹករឹតខ្លះលោកអាយុបាន55ឆ្នាំរាជការក្រុងភ្នំពេញបានយកលោកមកឲ្យជួយតែងសពវចនាធិប្បាយខ្មែរនៅសាលាបាលីមួយកន្លែងនៅទីក្រុងភ្នំពេញក្នុងរវាងអាយុ55ឆ្នាំដល់អាយុ65ឆ្នាំលោកក៏បានលារាជការក្រុងភ្នំពេញវិលមកនៅស្រុកបាត់ដំបងវិញនៅថ្ងៃទី10ខែអាសត់ឆ្នាំជូតឆស័កលោកមានរោគក្អកយ៉ាងខ្លាំងដែលបណ្ដាលឲ្យអស់កូនចៅនាំគ្នាខិតខំរកថ្នាំគ្រប់សពទាំងថ្នាំខ្មែរនិងថ្នាំចិនសែដើម្បីមកព្យាបាលតែក៏ពុំបានធូរស្បើយឡើយលុះដល់ថ្ងៃអាទិត្យទី12កើតខែកដិកឆ្នាំជូតឆស័កលោកក៏បានទទួលអនិច្ចកម្មនៅវេលាម៉ោង8ព្រឹកនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1924លោកអុកញ៉ាសតនព្រាជាអិនជាគំរូអ្នកប្រាជ្ញទំនៀមនាសម័យនោះលោកចេះដឹងយ៉ាងច្បាស់នៅព្រះពុទ្ធសាសនាចេះស្ទាត់នៅភាសាថៃនិងភាសាបាលីថែមទៀតផងលោកដើរតាមគន្លងអ្នកប្រាជ្ញរៀមច្បងនាសម័យទសវត្សរ៍ទី18និង19ដូចជាអុកញ៉ាព្រះឃ្លាំងនួងសម្ដេចព្រះអង្គឌួងនិងអុកញ៉ាវោហាសន្ធមុខជាដើមពេញមួយជីវិតរបស់លោកអុកញ៉ាសតនព្រាជាអិនបានបន្សល់ទុកនៅស្នាដៃសំខាន់សម្រាប់ដល់មនុស្សជំនាន់ក្រោយនិងកូនខ្មែរសម្រាប់សិក្សាមានដូចជា 1. គតិលោកពិរាយបោះពុម្ពដោយពុទ្ធសាសនិកបណ្ឌិតនៅក្នុងឆ្នាំ1970ដែលជាការបោះពុម្ពលើកទី3 2. និរានគរវត្តជាកំណាព្យពាក្យ8បានបោះពុម្ពផ្សាយដោយពុទ្ធសាសនិកបណ្ឌិតនៅក្នុងឆ្នាំ1969 3. សុភាសិតច្បាប់ស្រីជាកំណាព្យបោះពុម្ពដោយកម្ពុជាសូរិយានៅក្នុងឆ្នាំ1934 4. រឿងអំបែងបែកនិងរឿងល្បែងបោះពុម្ពដោយជីងងួតហួតនៅក្នុងឆ្នាំ1953ដែលរឿងទាំងពីរនេះមានចំនួន2វគ្គ 5. លោកនីតិបករកំណាព្យជាភាសាបាលីអធិប្បាយជាភាសាខ្មែរបោះពុម្ពដោយពុទ្ធសនបណ្ឌិតនៅក្នុងឆ្នាំ1953ដែលជាការបោះពុម្ពលើកទី2 6. ព្រះរាជពង្សាវតារខ្មែរច្បាប់ចម្លងដៃដោយរក្សាទុកនៅក្នុងបណ្ណាល័យសង្គមបេសកកម្មបរទេសនៅឯទីក្រុងប៉ារីសប្រទេសបារាំង
បកប្រែជាភាសាបារាំងដោយ Martin Schad គួររំលឹកផងដែរថានៅភាគទី1នៃគតិលោកមានប្រស្នាចោទនិងដោះស្រាយដែលលោកអង្គញាសតនព្រៃជាអិនបានហៅថាបូស្ចាវិសាចនីបានសេចក្តីថាសំណួរនិងចម្លើយក្នុងរចនាបថដែលព្រះសង្ឃសម្ដែងធម៌ទេសនាគ្រា2គឺមានមហាថេរនិងអនុថេរចោទឆ្លើយឆ្លងគ្នាទៅវិញទៅមកលោកអង្គញាសតនព្រៃជាអិនបានពន្យល់ដោយយោគយងទៅលើរឿងនិទានចំនួន117រឿងនិទានសិលធម៌ទាំងនោះលោកបានទាញចេញពីរឿងព្រេងខ្មែរពីរឿងពិតនៅក្នុងសង្គមខ្មែរពីប្រភពឥណ្ឌាពីប្រភពប្រទេសថៃមានដូចជារឿងជាដកបញ្ចតកៈសៀវភៅគតិលោកគឺជាតំណាងចំណេះដឹងចម្រុះរបស់លោកសតនព្រៃជាអិនដែលលោកបានខំសំរវាងវប្បធម៌ខ្មែរនិងវប្បធម៌បរទេសដែលមានដូចជាប្រទេសឥណ្ឌាថៃនិងបារាំងរួមបញ្ចូលជាមួយនឹងគ្នានៅចុងសតវត្សទី19និងនៅដើមសតវត្សទី20ប្រជារាស្ត្រនៅខេត្តបាត់ដំបងស្គាល់លោកអង្គញាសតនព្រៃជាអិននេះណាគ្រប់គ្នាហៅគាត់ថាជាអាចារ្យអិនហើយអ្នកបាត់ដំបងទាំងអស់សុទ្ធតែសរសើរស្នាដៃនិងសំណួរវិហាររបស់គាត់គ្រប់គ្នានៅពេលដែលខ្មែរយើងមិនទាន់មានសៀវភៅបោះពុម្ពអ្នកខេត្តបាត់ដំបងបាននាំគ្នាខ្ចីសៀវភៅដែលជាស្នាដៃរបស់លោកសតនព្រៃជាអិនមកចម្លងទុកចែកគ្នាអានបន្តពីមួយទៅមួយហើយមានអ្នកខ្លះទន្ទិញពីកំណាព្យរបស់គាត់ចាំរត់មាត់គ្រប់ឃ្លាឃ្លោងទៀតផងលោកអង្គញាសតនព្រៃជាអិនជាកិត្តិយសធំណាស់សម្រាប់អ្នកខេត្តបាត់ដំបងព្រោះនៅសម័យដែលខេត្តនេះស្ថិតនៅក្រោមអំណាចរបស់សៀមអស់រយៈពេលជាង1សតវត្សគាត់ជាភស្តុតាងរស់បញ្ជាក់ថាសៀមអាចជ្រៀតជ្រែកបានតែក្នុងវិស័យរដ្ឋបាលតែប៉ុណ្ណោះតែមិនអាចជ្រៀតជ្រែកចូលក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរនៅបាត់ដំបងដែលជាខ្មែរដើមនោះទេគួររំលឹកទៀតថាលោកតង់ដាដែលជាបេសកកម្មសង្ឃកាតូលិកដែលមកតាំងនៅបាត់ដំបងនៅក្នុងឆ្នាំ1901ដល់ឆ្នាំ1904បានយកចិត្តទុកដាក់នឹងអក្សរសាស្ត្រខ្មែរណាស់លោកបានទៅប្រឹក្សារៀនសូត្រជាមួយនឹងលោកអង្គញាសតនព្រៃជាអិនហើយបានចងក្រងវចនានុក្រមខ្មែរបារាំងដែលមានឈ្មោះថាវចនានុក្រមតង់ដាដែលជាស្នាដៃដ៏សំខាន់មួយពិបាករកជាទីបំផុតដោយសៀវភៅវចនានុក្រមនោះលោកអង្គញាសតនព្រៃជាអិនក៏បានចូលរួមក្នុងការចងក្រងវចនានុក្រមនោះផងដែរ